ទេសចរជាតិនិងអន្តរជាតិដែលបានមកទស្សនារមណីយដ្ឋានអង្គរក្រៅពីការធ្វើដំណើរដោយរថយន្តម៉ូតូឬមធ្យោបាយផ្សេងៗនៅលើផ្លូវកៅស៊ូធំទូលាយនិងភាពស្រស់ស្អាតហើយនោះក៏មានជាផ្លូវកង់ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតឡើងប្រវែងប្រមាណ23គីឡូម៉ែត្រសម្រាប់ទេសចរជិះកង់ទស្សនារមណីយដ្ឋានអង្គរផងអាជ្ញាធរជាតិអប្សរាសង្កេតឃើញថាចាប់តាំងពីក្រោយស្ថានភាពជំងឺ Covid-19 បានស្ងប់ស្ងាត់មកចំនួនភ្ញៀវទេសចរដែលនិយមជិះកង់ទស្សនាប្រាសាទនានានៅវងតូចនិងវងធំមានកាន់តែច្រើនឡើងក្នុងរមណីយដ្ឋានអង្គរលោកសេងសុធារាប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរនិងវប្បធម៌បានឲ្យដឹងថាចំនួនអ្នកជិះកង់ទស្សនាតំបន់អង្គរលើផ្លូវដែលបានរៀបចំដោយអាជ្ញាធរជាតិអប្សរាមានការកើនឡើងជាបន្តបន្ទាប់ហើយភ្ញៀវទេសចរជាច្រើនពេញចិត្តចំពោះការរៀបចំឲ្យមានផ្លូវជិះកង់នៅក្នុងព្រៃតាមវាលស្រែនិងនៅក្នុងរមណីយដ្ឋានអង្គរនេះយើងឃើញថាបរិបទភ្ញៀវទេសចរចាប់ផ្ដើមងាកមកប្រើប្រាស់ផ្លូវកង់ច្រើនមកជិះកង់ច្រើនអញ្ចឹងយើងឃើញថាកំណើននៃភ្ញៀវទេសចរងាកមកជិះកង់វាស្របនឹងអ្វីដែលយើងបានរៀបចំឲ្យសម្រាប់ពួកគាត់ហើយអញ្ចឹងបច្ចុប្បន្នហ្នឹងតាមការ survey របស់យើងឃើញថាជាមធ្យមមួយថ្ងៃក៏មានប្រហែលជាខ្ទង់100កង់ឬក៏លើសពី100កង់ដែលគាត់ធ្វើដំណើរនៅលើផ្លូវកង់របស់យើងនេះគឺជាភ្ញៀវដែលជាតិនិងអន្តរជាតិជាភ្ញៀវទេសចរហើយពេលដែលយើងធ្វើការ survey គាត់ទៅគឺគាត់មានភាពពេញចិត្តនៅលើផ្លូវដែលយើងរៀបចំឲ្យគាត់នេះមានថាវាមានភាពងាយស្រួលខ្លះវាមានភាពលំបាកខ្លះប៉ុន្តែវាជាបទពិសោធន៍គេឲ្យថានៃការជិះកង់នៅក្នុងព្រៃវាមិនមានភាពអីដែលវា smooth រហូតដូចផ្លូវកៅស៊ូទេអញ្ចឹងខ្ញុំជឿថាគាត់ទទួលបាននៅបទពិសោធន៍នេះគាត់ពេញចិត្តនៅក្នុងការ survey របស់យើងឃើញថាគាត់មានការពេញចិត្តហើយទន្ទឹមនឹងហ្នឹងយើងឃើញថាចំនួនភ្ញៀវជិះកង់គឺហាក់មានការកើនឡើងពីមួយខែទៅមួយខែយើងសង្កេតឃើញលើកលែងតែខែដែលយើងពណ៌បៃតងដែលមានភ្លៀងច្រើនអត់សូវមានភ្ញៀវទេសចរគាត់ជិះទេអាហ្នឹងដែលយើងសង្កេតឃើញប៉ុន្តែផុតតែពីខែហ្នឹងជាពិសេសចាប់ផ្ដើមខែវិច្ឆិកានេះយើងឃើញថាចាប់ផ្ដើមមានសម្បូរភ្ញៀវជិះកង់ឡើងវិញអាជ្ញាធរជាតិអប្សរាបានស្ថាបនាផ្លូវជិះកង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរតាំងតែពីឆ្នាំ2019ផ្លូវជិះកង់នេះមានឆ្លងកាត់ព្រៃព្រឹក្សាស្ទឹងវាលស្រែនិងក្បែរប្រាសាទជាផ្នែកមួយធ្វើឲ្យមានភាពទាក់ទាញអារម្មណ៍ទេសចរបែរមកជិះកង់ជំនួសយានយន្តផ្សេងៗនៅរមណីយដ្ឋានអង្គរបើទោះបីជាផ្លូវកង់នេះបានទទួលការគាំទ្រពីភ្ញៀវទេសចរជាច្រើនក៏ដោយក៏អាជ្ញាធរជាតិអប្សរានៅតែមានគម្រោងរៀបចំកែលម្អបន្ថែមទៀតទៅតាមសំណុំពររបស់ភ្ញៀវទេសចរដែលនិយមជិះកង់បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរាបានរៀបចំចំណតកង់ចំនួន8កន្លែងនៅលើទីតាំងសំខាន់ៗតាមគោលដៅទស្សនារមណីយដ្ឋានអង្គរនៅក្នុងវងតូចនិងវងធំផ្ដល់ភាពងាយស្រួលចតមានសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ការរៀបចំផ្លូវសម្រាប់ជិះកង់ទស្សនាតំបន់អង្គរនេះគឺជាគំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់សម្រាប់ពង្រីកអាជីវកម្មទេសចរថ្មីៗផ្លូវជិះកង់បានបង្កើតឲ្យទៅជាដំណើរទស្សនាអង្គរថ្មីមួយទៀតពីព្រោះថាក្រៅពីទេសចរទស្សនាប្រាសាទគឺអាចជិះកង់កម្សាន្តនៅតាមព្រៃអង្គរទេសភាពវាលស្រែផ្លាស់ប្ដូរតាមរដូវកាលមានបរិយាកាសល្អបរិសុទ្ធពីធម្មជាតិដូចជាការហាត់កីឡាដើម្បីសុខភាពថែមទៀតផងបច្ចុប្បន្ននេះមិនថានាថ្ងៃសម្រាប់ចុងសប្តាហ៍ឬថ្ងៃធ្វើការធម្មតាឡើយការធ្វើដំណើរដោយជិះកង់តាមវងទស្សនាដែលអាជ្ញាធរជាតិអប្សរាបានរៀបចំមិនត្រឹមតែមានសុខសុវត្ថិភាពនិងសុខភាពល្អប៉ុណ្ណោះទេអ្នកទេសចរក៏អាចគយគន់ទេសភាពព្រៃព្រឹក្សាខ្យល់អាកាសល្អបរិសុទ្ធវាលស្រែទស្សនាជីវភាពរស់នៅប្រចាំថ្ងៃនិងភូមិឋានរបស់បងប្អូនអ្នកស្រុកអង្គរយ៉ាងសប្បាយរីករាយលោកគង់វេទប្រជាពលរដ្ឋម្នាក់នៅក្នុងក្រុងសៀមរាបដែលចូលចិត្តជិះកង់ហាត់ប្រាណនៅក្នុងតំបន់អង្គរបានលើកឡើងថាការជិះកង់មានអត្ថប្រយោជន៍ច្រើនគឺល្អទាំងកាយសម្បទាល្អទាំងភ្នែកល្អទាំងអារម្មណ៍និយាយរួមការជិះកង់ធ្វើឲ្យកាយសម្បទារាងកាយយើងទាំងអស់គ្នាបានល្អប្រសើរ